ជំរាបសួរខ្ញុំបាទឈ្មោះអានសិង្ហរមានតួនាទីជាជំនួយការផ្នែកធនធានមនុស្សនៅក្នុងក្រុមហ៊ុន GSS គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ដោយក្រុមហ៊ុនបានផ្ដល់សេវាផ្នែកបេឡាជាតិសន្តិសុខសង្គមហៅកាត់ថាបសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួមមានផ្នែកហានិភ័យការងារផ្នែកថែទាំសុខភាពនិងផ្នែកប្រាក់សោធនអត្ថប្រយោជន៍ដែលក្រុមហ៊ុននិងបសផ្ដល់ជូនបុគ្គលិកទាំងអស់រួមមានការជួយរៀបចំឯកសារដាក់ទៅខាងបសសសេវាព្យាបាលនៅមន្ទីរពេទ្យដែលជាដៃគូរបស់បសសេវាសង្គ្រោះបន្ទាន់ទទួលបានប្រាក់បំណាច់ពេលសម្រាប់ព្យាបាលទទួលបានប្រាក់ឧបត្ថម្ភនៅពេលបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ក្នុងករណីគ្រោះថ្នាក់ការងាររហូតដល់បាត់បង់ជីវិតទទួលបានប្រាក់ឧបត្ថម្ភចំនួន10លានរៀលនិងផ្នែកថែទាំសុខភាពចំនួន2លានរៀលសម្រាប់អ្នកដែលនៅក្នុងបន្ទុករបស់សមាជិកបសដែលទទួលមរណភាពមានដូចជាឪពុកម្ដាយប្តីប្រពន្ធកូនដែលមានសម្បត្តិអាពាហ៍ពិពាហ៍សេវាលំហែមាតុភាពចំពោះបុគ្គលិកដែលមានអាយុចាប់ពី60ឆ្នាំទៅទទួលបានប្រាក់សោធននិវត្តន៍ខ្ញុំបាទសូមជម្រាបសួរខ្ញុំបាទឈ្មោះកៅស៊ុយខ្ញុំបាទបានចូលបម្រើការងារនៅក្រុមហ៊ុន GS ពីឆ្នាំ2017ដល់បច្ចុប្បន្នខ្ញុំបាទបានមកពេលការងារនៅក្រុមហ៊ុន GS បានរយៈពេល8ឆ្នាំហើយជម្រាបសួរខ្ញុំឈ្មោះថៃគង់ធ្វើការនៅក្រុមហ៊ុន GS ធ្វើការនៅឆ្នាំ2013ហើយគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ2015កត្តាសំខាន់ដោយក្រុមហ៊ុន GS បានយកចិត្តទុកដាក់ជាមួយខ្ញុំបាទពេលដែលខ្ញុំបានទៅបំពេញការងារនៅក្រុមហ៊ុនមានការគ្រោះថ្នាក់ចរាចរណ៍ក្រុមហ៊ុនបានយកចិត្តទុកដាក់និងរៀបចំឯកសារបញ្ជូនទៅបសសដើម្បីទទួលបានអត្ថប្រយោជន៍គ្រោះថ្នាក់បាក់ជើងមកខាងខ្ញុំបានចេញពីពេទ្យវិញជាសះស្បើយចូលធ្វើការវិញម្ដងទៀត2016ដល់2017ខ្ញុំគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀតបាក់ជើងមកខាងទៀតខាងស្ដាំឆ្វេងទាំងស្រាលនេះដល់ពេលជើងស្ដាំធ្ងន់ដល់ពេលជាបាលមើលមករហូតដល់ខ្ញុំបានជាសះស្បើយបានក្រុមហ៊ុនជួយផ្នែកយកឯកសារទៅដល់បសសជួយបិទតម្រង់លុយប្រាក់វិវត្តមករហូតដល់រាល់ថ្ងៃតាទី2ខ្ញុំបានបំពេញការងារកម្រិតអាយុ60ឆ្នាំខ្ញុំបានទទួលប្រាក់សោធនពីបសសខ្ញុំបាទសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន GS ព្រមទាំងបសសដែលបានយកចិត្តទុកដាក់ដល់ពួកខ្ញុំសូមអរគុណសូមជម្រាបលាខ្ញុំអរគុណនិងដឹងគុណអស់រហូតមកដល់សប្តាហ៍ថ្ងៃក៏បានបសសនិងក្រុមហ៊ុន GS ជួយដើម្បីជីវិតខ្ញុំទាំងយ៉ាងណាទេជាចុងក្រោយក្រុមហ៊ុននៅតែបន្តយកចិត្តទុកដាក់និងជួយសម្រួលដល់បុគ្គលិកដែលធ្លាប់ធ្វើការនៅ GSS នាពេលកន្លងមកសូមអរគុណបើសិនជាអ្នកជាបុគ្គលិកដែលកំពុងស្វែងរកការងារសូមស្វែងរកក្រុមហ៊ុនដែលផ្ដល់នូវអត្ថប្រយោជន៍ទាំងអស់នេះនិងបើសិនជាអ្នកជាក្រុមហ៊ុនដែលកំពុងស្វែងរកក្រុមហ៊ុនផ្ដល់សេវាកម្មនោះលោកអ្នកគួរតែជ្រើសរើសក្រុមហ៊ុនដែលបានផ្ដល់នូវអត្ថប្រយោជន៍ទាំងអស់នោះទៅដល់បុគ្គលិករបស់ពួកគេដើម្បីលើកកម្ពស់សុខុមាលភាពសង្គមនិងភាពស្របច្បាប់